កម្រងថ្មីរដូវកាលថ្មីឆ្នាំ2025នៅសង្ឃមណ្ឌលបរិស្ថានព្រៃសង្ឃវ័នដែលមានការដឹកនាំដោយលោកគ្រូព្រះមង្គលខេត្តបៃលិនបានដឹកនាំព្រះភិក្ខុសង្ឃអង្គសាមណេរដែលដកកូនធ្នង់ដែលនៅតាមស្រែចម្ការយកមកផ្សំដើម្បីដាំនៅរដូវកាលថ្មីនៅសង្ឃមណ្ឌលបរិស្ថានក្នុងគម្រោង1លានដើមដើម្បីជាម្លប់ដល់ផែនដីហើយក៏ជាតំបន់បៃតងរបស់ខេត្តនេះជាសកម្មភាពបញ្ជូនកូនធ្នង់ដែលប្រកាសពីថ្ងៃមុនថាចូលសុរៈទៅថៃអត់បានមកថតចឹងនេះថតសកម្មភាព30កូនធ្នង់នៅសង្ឃមណ្ឌលបរិស្ថានព្រៃសង្ឃវ័នរដូវកាលថ្មីឆ្នាំ2025តាមឈើបង្កើតព្រៃក្នុងគម្រោង1លានដើមដែលមានការដឹកនាំដោយលោកគ្រូព្រះមង្គលខេត្តបៃលិនកម្មភាព30កូនឈើនៅរដូវប្រាំងត្រៀមដាំនៅរដូវវស្សារដូវថ្មីនៅសង្ឃមណ្ឌលបរិស្ថានព្រៃសង្ឃវ័នកូនឈើនេះទៅកោះមកពីចំការនេះគ្រាន់តែជាទស្សនវិជ្ជាខ្លះក្នុងការធ្វើការផ្សំកូនធ្នង់ដែលដកមកពីចំការអញ្ចឹងដើម្បីត្រៀមកូនធ្នង់កូនឈើដែលយើងបានដកបានកោះមកឲ្យវាដុះលូតលាស់សារជាថ្មីនៅលើទឹកដីសង្ឃមណ្ឌលបរិស្ថានព្រៃសង្ឃវ័នអញ្ចឹងយើងត្រូវតែផ្សំវាសិនផ្សំឲ្យវាចាប់ទិសសិនព្រោះតែយើងយកទៅដាំភ្លាមមិនរស់ទេវាអាចនឹងងាប់ច្រើនអញ្ចឹងដើម្បីឲ្យវារស់បានច្រើនយើងផ្សំដោយសារកូនឈើមួយដើមថ្លៃហ្នឹងនេះបើសិនជាយើងទិញគេមិនទាបពី10រៀលទេកូនឈើប៉ុណ្ណឹងគឺ10រៀល20រៀលអញ្ចឹងទៅអញ្ចឹងកូនធ្នង់នេះគឺយើងដើរដកតាមចំការដែលដោះហើយវាប៉ះពាល់ដល់ការធ្វើចំការអញ្ចឹងសំខាន់ជាងការស្លៀកពាក់អញ្ចឹងការងារដល់កូនដើមបានស្លៀកស្រែដែលមានកូនធ្នង់កូនឈើច្រើនហ្នឹងដើរសន្សំដើម្បីបំពេញគម្រោងដ៏ធំបំផុតនៅក្នុងខេត្តបៃលិនហើយក៏ជាគម្រោងមួយដ៏អស្ចារ្យមែនតើដែរបើសិនជាគ្រប់1លានដើមពិតមែនអញ្ចឹងនៅក្នុងការដាំឈើបង្កើតព្រៃនេះមួយឆ្នាំទល់មួយឆ្នាំលោកគ្រូព្រះវិគុណតែងតែខ្នះខ្នែងរកកូនឈើបណ្ឌបាតកូនឈើពីអ្នកមានសទ្ធាជ្រះថ្លាអ្នកស្រឡាញ់បរិស្ថានជាពិសេសតាមមន្ទីរបរិស្ថានហើយនឹងកន្លែងបណ្ដុះកូនឈើតែទៅសុំជារៀងរាល់ឆ្នាំដើម្បីយកមកដាំកូនឈើអញ្ចឹងកូនឈើនេះឥឡូវលោកគ្រូដាក់ដបដាក់ទឹកដាក់ទៅតាមឫសកូនឈើដើម្បីឲ្យឫសវាបឺតទឹកចិញ្ចឹមដើមកុំឲ្យដើមវាអន់ឬក៏អាចជាងាប់បានបើសិនជាខ្វះទឹកទៅដល់ឫសដែលវាចាប់ថ្មីអញ្ចឹងសកម្មភាពទាំងនេះជាសកម្មភាពខ្លះក្នុងការដាំឈើបង្កើតព្រៃនេះការដាំឈើមួយដើមសម្រាប់អ្នកដែលធ្លាប់ដាំឈើដឹងហើយដាំថាពិបាកហើយតែអ្វីដែលពិបាកក្នុងការដាំឈើនេះគឺការថែទាំកូនឈើឲ្យវាលូតលាស់ព្រោះថាតំបន់ភ្នំនៅខាងបៃលិននេះសម្បូរវល្លិណាវល្លិហើយនឹងស្មៅមកកាត់មិនឈ្នះទេកន្លះខែគឺឡើងខៀវហើយមានភ្លៀងចេះផងនិយាយពីលឿននោះលឿនអញ្ចឹងកម្មវិធីនេះគឺកាប់ឫសវែងចោលខ្លះដើម្បីកុំឲ្យវាលុបដីទៅវាលុបអត់ចិត្តឫសវាអាចជាងាប់បានកូនឈើទៅហ្នឹងអញ្ចឹងបន្ទាប់ពីរៀបរួចហើយយើងក៏កប់អង្គខ្លះក៏កាត់ឫសអង្គខ្លះក៏កប់អញ្ចឹងទៅនេះចង់បង្ហាញពីសកម្មភាពក្នុងការខ្នះខ្នែងយកចិត្តទុកដាក់
បំពេញកម្រងដាំឈើបង្កើតព្រៃក្នុងកម្រង1លានដើមនៅសង្ឃមណ្ឌលបរិស្ថានព្រៃសង្កវ័នហើយខាងក្រោយនោះបើសិនជាបងឆ្លប់មកដឹងហើយគឺមានកូនឈើទាលធំហើយ3-4 ឆ្នាំអញ្ចឹងការដាំឈើបង្កើតព្រៃរបស់លោកគ្រូព្រះមេគុណគឺត្រូវការចំណាយទាំងជីវិតទៀតនេះគឺរយៈពេលក្នុងការដាំយើងដាំដោយជីវិតបន្ទាប់មកគឺថវិកាបន្ទាប់មកគឺកម្លាំងញើសឈាមអញ្ចឹងមួយឆ្នាំយើងចំណាយពេលវេលាគឺអាយុជីវិតដើម្បីដាំថែទាំឲ្យវាលូតលាស់ក្លាយជាម្លប់ដ៏ស្រស់បំព្រងនៅលើទឹកដីនៃខេត្តបៃលិននៃប្រទេសកម្ពុជាអញ្ចឹងឈើពិនិត្យទាំងនេះនឹងដុះលូតលាស់នៅសង្ឃមណ្ឌលបរិស្ថានព្រៃសង្កវ័ននៅបយ៉ាខាខេត្តបៃលិនកម្មភាពធ្វើផងសម្រាប់ផងរបស់លោកគ្រូតែងតែធ្វើជាប្រចាំពេលខ្លះក៏បានថតពេលខ្លះក៏មិនបានថតពេលបានថតក៏បានឃើញនៅសកម្មភាពខ្លះក្នុងការចូលរួមដាំឈើបង្កើតព្រៃនៅតាមកន្លែងផ្សេងចឹងទៅហើយកន្លែងដែលធំបំផុតហ្នឹងគឺនៅសង្ឃមណ្ឌលបរិស្ថានព្រៃសង្កវ័នដែលមានព្រះអង្គខ្មៅបរិយាខាហ្នឹងបានន័យថាមាននៅក្នុងបទចម្រៀងកូលាន់បៃលិនអញ្ចឹងកន្លែងសង្ឃមណ្ឌលហ្នឹងលោកគ្រូក៏និមន្តព្រះអង្គខ្មៅមកប្រតិស្ថាននៅទីហ្នឹងឯងនេះការដាំឈើនេះនៅខ្វះច្រើនសែនដើមទៀតអញ្ចឹងបើសិនជាអ៊ំពូមីងបងណាដែលស្រឡាញ់ចូលចិត្តអាចជួយបានជាកូនឈើមានឈើទាលកូនឈើទាលកូនកញ្ញូងកូននាងនួនកូនបេងកូនកគីកូនម៉ៃសាក់កូននិយាយទៅឲ្យតែប្រភេទឈើប្រណិតឈើអត់ប្រណិតក៏មានដាំដែរមានតែមិនតាន់ទៅរកបានសម្រងគាត់ថាដាំដែរសម្រងយកផ្លែចឹងសិតតែដាំទាំងអស់មិនមែនតែឈើប្រណិតទេឲ្យតែឈើព្រៃដែលសំខាន់របស់ខ្មែរលោកគ្រូនឹងយកមកដាំឲ្យដកដើម្បីឲ្យយុវជនសម័យក្រោយមានកន្លែងដែលសិក្សាអំពីធម្មជាតិនៃសកម្មភាពកាប់ផងកោះផងចាក់ផងនេះឯងតែចង់បង្ហាញពីការដាំឈើបង្កើតព្រៃហើយមួយទៀតគឺចង់ឲ្យយើងចូលរួមទាំងអស់គ្នាបើសិនជាការដាំតែម្នាក់ឯងគឺมันអាចទៅរួចទេទៅរួចក៏វាយូរដែរដាំមិនដឹងជាប្រមាណដងប្រមាណពាន់ដងប្រមាណ10000ដងប្រមាណសែនដងទេបានគ្រប់1លានដើមអញ្ចឹងបានន័យថាចំនួនឈើនោះគឺច្រើនមែនតែនច្រើនណាស់1លានដើមតែបើសិនជាយើងរាប់ជាមាត់គឺរាប់តែមួយវិ2វិគឺចប់ហើយ1លានដើមចប់បាត់ហើយអញ្ចឹងបើសិនជាការដាំវិញគឺពិបាកបំផុតនោះគឺការថែទាំហើយពូខែប្រាំងវិញទៀតគឺខ្លាចភ្លើងឆេះព្រៃកាលណាមានភ្លើងឆេះព្រៃគឺអាចងាប់កូនឈើឆ្នាំទៅវិញឆ្នាំដែលក្តៅបំផុតនោះងាប់កូនបេងអស់ខ្ទង់100ដាក់ជាងដើមអញ្ចឹងយើងដាំឡើងប្រហែលឆ្នាំហើយវាងាប់ទៅយើងស្ដាយមែនតើដាយមិនដឹងធ្វើម៉េចមានតែដាំផ្សារឡើងវិញแล้วកូនបេងកន្លែងហ្នឹងឃើញធំហើយអញ្ចឹងសម្រាប់បងនៅតែចង់ឃើញកូនឈើចង់ចូលរួមដាំឈើអាចមកបានតាក់ទងលោកគ្រូបានដើម្បីចូលរួមទាំងអស់គ្នាដាំជាសម្បត្តិសាធារណៈសម្បត្តិរួមរបស់ប្រទេសយើងទាំងអស់គ្នាព្រោះតែឈើនេះដាំហើយមានយុទ្ធនាទេគឺដាំលំអដាំជាម្លប់បៃតងនៅទីនេះឯង
សម្រាប់ជាកន្លែងច្រកកោនសម្រាប់បងដែលមកពីឆ្ងាយចង់រកធម្មជាតិបរិសុទ្ធអីអាចមកបានហើយមកសិក្សានៅឈើពិនិត្យពួកឈើពិនិត្យនៅទីនេះបាននៅក្នុងថ្ងៃអនាគតលែនជួយចឹងទៅមានព្រះភិក្ខុសង្ឃដែលទំនេរពីការសិក្សាក៏មកជួយចឹងទៅពេលខ្លះក៏មានខាងនិយាយលោកតាមកជួយខ្លះចឹងទៅគឺការងារទីនេះអត់សូវសាំមុខប្រហែលទេមកដែលមកប្រចាំគឺលោកគ្រូតែមកប្រចាំអត់មានលោកគ្រូមិនអាចដំណើរការទៅបានទេនៅកន្លែងនេះចឹងកន្លែងនេះប្រព្រឹត្តទៅបានដែលមានកូនឈើប្រឌិតលូតលាស់ទៅបានដោយសារការខិតខំរបស់លោកគ្រូព្រះមេគុណខេត្តបៃលិនចឹងគិតថាក្នុងការពិពណ៌នាខ្លះក្នុងវីដេអូនេះដើម្បីជាប្រយោជន៍ដើម្បីជាសារជូនដល់បងប្អូនដែលចូលចិត្តការដាំឈើបង្កើតព្រៃមកជួយដាំឈើបង្កើតព្រៃនៅខេត្តបៃលិនទាំងអស់គ្នាបាទសូមជម្រាបលាសំណាងល្អសុខភាពល្អទាំងអស់គ្នាពីខ្ញុំ